តាមដំបូលព្រះវិហារនៃព្រះពុទ្ធសាសនាដែលស្ថិតនៅតាមវត្តអារាមនីមួយៗគឺបានឃើញមានចម្លាក់ក្បាលនាគនៅតាមចែងនៃចុងសម្ងាត់ជាច្រើនផងដែរត្រង់ចំណុចនេះហើយដែលបណ្ដាលឲ្យយើងស្វែងរកគំនិតបុរាណចារ្យតម្កល់ជាមរតកវប្បធម៌បុរាណដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវបំណងដ៏ប្រសើរជាដំបូងយើងក៏បីស្វែងយល់ពាក្យថានាគជាមុនសិនបើតាមវចនានុក្រមខ្មែរភាគ1របស់សម្ដេចព្រះសង្ឃរាជជួនណាតទំព័រ499បានពន្យល់ថានាគគឺប្រសើរចម្បងបរិសុទ្ធព្រះសព្វញ្ញូពុទ្ធព្រះបច្ចេកពុទ្ធព្រះអរហន្តទាំងអស់ហៅថានាគព្រោះលោកលះបង់លែងធ្វើបាបដោយដាច់ខាតហើយចំណែកចម្លាក់បដិមានាគដែលសិល្បករខ្មែរបានបន្សល់ស្នាដៃបន្តមកដល់បច្ចុប្បន្ននេះគេឃើញចម្លាក់ក្បាលនាគ1នាគក្បាល3នាគក្បាល5នាគក្បាល7និងនាគក្បាល9ជាមួយនេះផងដែរក៏គេបានសម្គាល់ឈ្មោះនាគទាំង5បែបនោះគឺនាគក្បាល9ហៅថាវាសុគីនាគក្បាល7ហៅថាមុចលិននាគជានាគប្រក់ព្រះនាគក្បាល5ហៅថានាគអានន្ទជាក្រែព្រះនរាយណ៍ទុំឆ្លងជលសានាគក្បាល3ឈ្មោះថានាគកលបៈជានាគជំនិះព្រះពិរុណនិងនាគក្បាល1ហៅថានាគរីឬស្ដេចនាគដូចនេះយើងឃើញថាចំពោះក្បាលនាគ7ដែលបុរាណអាចារ្យឲ្យឈ្មោះថាមុចលិនគឺជានាគប្រក់ព្រះជាពិសេសគេឃើញបដិមានាគនេះបានពុតពេនកន្ទុយឆ្វាយកងត្រួតលើគ្នាបង្កើតទៅជាបល្ល័ង្កសម្រាប់ព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រកបដោយសុវត្ថិភាពតាមដំណើររឿងនៃពុទ្ធប្រវត្តិបានឲ្យដឹងថាការប្រពុតទើបបានត្រាស់ដឹងរយៈពេល35ថ្ងៃព្រះអង្គទ្រង់យាងទៅធ្វើសមាធិនៅក្បែរមាត់ស្រះទឹកមួយប៉ុន្តែគ្រានោះក៏មានភ្លៀងផងខ្យល់ផងដែលនាំឲ្យរំខាននៅការប្រព្រឹត្តធម៌ក៏មាននាគឈ្មោះមុចលិនចេញពីស្រះទឹកមកជួយឧបត្ថម្ភព្រះតាមរយៈការឆ្វាយកងកន្ទុយធ្វើជាបល្ល័ង្កព្រមទាំងមានការបើកពពាប្រក់ព្រះបិទនៅក្នុងព្រះវិហារតែមានការតម្កល់ព្រះពុទ្ធមាអង្គធំជាទីសក្ការៈពិតប្រាកដជាពិសេសទៅទៀតនោះនាគនេះហើយដែលជាតំណាងនៃសេចក្តីបរិសុទ្ធភាពចម្បងនិងប្រសើរបំផុតដោយលែងមានអំពើបាបនិងសៅហ្មងទៀតហើយមតិម្យ៉ាងទៀតការពាក់ទងរវាងនាគនិងភ្លៀងយ៉ាងជិតស្និទ្ធបំផុតគឺនាគជាជំនិះរបស់ព្រះពិរុណជាទេវតាតំណាងនៃភ្លៀងដែលជាប្រភពទឹកស្រក់ធ្លាក់មកពីលើផែនដីយើងនាគនេះមានឈ្មោះថានាគកលបៈមានក្បាល3ដែលជាជំនឿនៃព្រាហ្មណ៍និយមតាំងពីបុរាណមកម្ល៉េះទន្ទឹមនឹងនេះផងដែរចំពោះមតិប្រកបដោយប្រជាប្រិយនៃកសិករខ្មែរពីបុរាណព្រេងមានបានឲ្យដឹងថាកាលណាចូលដល់ដើមឆ្នាំតែងតែមានសូរព្រលន់ក្រឹករំដំពីជំនាញមកគេបានសន្មតថានាគលេងទឹកបានសេចក្តីថានាគនិងទឹកភ្លៀងគឺតែមួយឬនៅជាមួយនឹងគ្នាហើយក៏ជាក្តីសង្ឃឹមរបស់កសិករខ្មែរផងដែរដូចនេះសរុបសេចក្តីមកចំពោះបដិមាក្បាលនាគនៅលើដំបូលព្រះវិហារគឺជារូបបរមនៃពុទ្ធបរិស័ទនិងជាកសិករខ្មែរបុរាណដែលបានផ្ដោតទៅលើពុទ្ធបដិមានាគប្រក់ផងដែរនិងជាតំណាងនៃភាពសម្បូររុងរឿងត្រជាក់ត្រជុំនៃទឹកភ្លៀងក្នុងរបបកសិកម្មផងដែរ